បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះថ្ងៃអាទិត្យទី4ខែឧសភាឆ្នាំ2025បាទថ្ងៃសិលបាទហើយថ្ងៃនេះសូមថតទុកជាឯកសារបាទដែលបងប្អូនប្រុសឧត្តមគាត់ឲ្យមកខ្ញុំបាទនេះបាទក្លឹមក្រាយបាទក្លឹមក្រាយហ្នឹងគឺយើងយកមកសាងជាតួអង្គសម្រាប់ផ្នែកខាងការពារបាទដូចក្លឹមព្រះកម្ចាត់ព្រះកម្ចាយអញ្ចឹងបើសិនជាបងប្អូនមានជាក្លឹមអញ្ចឹងគឺយើងមកសាងឲ្យត្រូវតួអង្គគឺតួអង្គផ្នែកខាងការពារបាទក្លឹមក្រាយហើយបងអូនឧត្តមក៏គាត់ឲ្យខ្ញុំមួយអង្គនេះដែរគឺជ័រវល្លិផ្ដៅបាទនេះជ័រវល្លិផ្ដៅគរីមនុស្សជាពីជំងឺនឹងត្រឡប់មកវិញមកអញ្ចឹងបានមានប្រវត្តិធម៌គរីមនុស្សនឹងខ្ញុំប្រសូតឲ្យមនុស្សឈឺខ្ញុំណាតែចាស់ខ្លះតែគាត់ឈឺបាទអរគុណច្រើនបងឧត្តមបាទសម្រាប់ការជូនវត្ថុទាំងនេះមកបងបាទអរគុណច្រើនសូមឲ្យសុខសប្បាយរស់ស៊ីមានបានបាទហើយសូមថតបាទវត្ថុស័ក្តិសិទ្ធិដែលបងអូនរតនាបាទគាត់ផ្ញើមកខ្ញុំបាទនេះអានេះរបស់គាត់ផ្ញើទុកនៅផ្ទះខ្ញុំមួយរយៈសិនហើយក៏ដូចជាផ្ញើឲ្យស្រោបឲ្យបាទអញ្ចឹងមាន3អង្គបាទមាន3អង្គគឺមានតួអង្គព្រះបាទវេស្សវណ្ណបាទតួអង្គព្រះបាទវេស្សវណ្ណមួយអង្គគឺមហាចុងហើយនិងមហាមោគលានញោមញាតសូនបាទហើយបន្តទៀតមានវ៉ចងឯងបាទវ៉ចងឯងហើយនឹងបាទនេះដូចគាត់ប្រាប់ថាគុជកឌីបាទអញ្ចឹងមាន3អង្គហ្នឹងបាទអញ្ចឹងខ្ញុំថតនេះដើម្បីឲ្យបងអូនរតនាគាត់ដឹងថាវត្ថុដែលគាត់ផ្ញើដល់ខ្ញុំគឺមានអីខ្លះបាទអញ្ចឹងមាន3អង្គនឹងឯងបាទជំងឺឆ្កួតជំងឺខូបាទអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបាទអរគុណហើយសូមជម្រាបលាបាទ